ខេត្តសៀមរាបត្រៀមរៀបចំកម្មវិធីជិះទូកកម្សាន្តនិងផ្សារស្ទឹងរយៈពេល3ថ្ងៃជំនួសពិធីបុណ្យអុំទូករដ្ឋបាលខេត្តសៀមរាបនឹងរៀបចំកម្មវិធីជិះទូកកម្សាន្តនិងផ្សារស្ទឹងសៀមរាបរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី4ដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិខណៈដែលឆ្នាំនេះខេត្តពុំមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីនៅតាមដងស្ទឹងសៀមរាបនាព្រឹកថ្ងៃទី15ខែតុលាឆ្នាំ2025អាយដាមប្រាក់សោភ័ណ្ឌអភិបាលខេត្តសៀមរាបបានបញ្ជាក់ថាឆ្នាំ2025នេះរដ្ឋបាលខេត្តពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេប៉ុន្តែមានការរៀបចំកម្មវិធីផ្សារទឹកនិងជិះទូកកម្សាន្តតាមដងស្ទឹងសៀមរាបក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបក្នុងគោលបំណងបម្រើដល់ភ្ញៀវទេសចរអាយដាមបានបញ្ជាក់ទៀតថាកម្មវិធីទាំង3ថ្ងៃនេះនឹងប្រព្រឹត្តទៅតាមដងស្ទឹងសៀមរាប